Ok ស្អីអ្នកនេះថ្ងៃនេះខ្ញុំបង្ហាញអ្នកនេះអំពីរបៀបក្នុងការកាត់តវីដេអូនៅលើ TikTok អ្នកនេះយើងអាចធ្វើការកាត់តវីដេអូនៅលើ TikTok ទៅពេលដែលយើងអាប់ឡូតទៅយើងអាចធ្វើការកាត់តវាយើងចង់ឲ្យខ្លីជាងហ្នឹងឬក៏វែងយើងអាចធ្វើការកាត់តបានអូខេតោះ let's go ខ្ញុំបង្ហាញអ្នកនេះដែលអត់ទាន់ចេះអំពីរបៀបក្នុងការកាត់តជាងចូលមកសញ្ញាបូកមកដើម្បីអាប់ឡូតវីដេអូរបស់អ្នកនេះចេញយកវីដេអូនេះហើយអញ្ចឹងខ្ញុំអាប់ឡូតវីដេអូមួយនេះទៅជាវីដេអូកូនរបស់ខ្ញុំបន្តមកទៀតវាធ្វើការអាប់ឡូតចូលហើយខ្ញុំខ្វែង original play ចេញទៅហើយបន្តមកទៀតយើងចុចសញ្ញានេះអ្នកនរសញ្ញានេះធ្វើវីឡូមកតម្រង់បែបនេះឧទាហរណ៍យើងកាត់វីដេអូកន្លែងណាដែលយើងចង់កាត់ចោលឧទាហរណ៍យើងចង់កាត់ចោលវាថាអត់តំណងអញ្ចឹងឧទាហរណ៍កន្លែងនេះខ្ញុំឧទាហរណ៍កន្លែងនេះចោលកន្លែងនេះកាត់កន្លែងនេះចោលមកកណ្ដាត់អញ្ចឹងខ្ញុំចុចលើវីដេអូភ្លឹបមកដំបូងអត់ចុចទេយើងចុចយកម្រាមដៃយើងคลิกលើវីដេអូមកទៅដល់នេះចុចលើពាក្យថា split អញ្ចឹងមកទៅមកយើងអាចកាត់វាកន្លែងនេះចុច split ទៀតមកអញ្ចឹងយើងអាចលុបអាកណ្ដាលនេះទៅយើងចង់លុបយើងលុបចោលទៅចុចពាក្យថា delete មកអូខេអញ្ចឹងវីដេអូរបស់យើងប្រហែលនេះអញ្ចឹងយើងអាចដាក់ transaction នៅកន្លែងហ្នឹងចុចលើកន្លែងហ្នឹងដើម្បីដាក់ transaction ជា style បែបណាតែអ្នកទាំងគ្នាគិតថាវាអ្នកទាំងគ្នាចង់អូខេចង់ដាក់អញ្ចឹង style ច្រើនអ្នកទាំងគ្នាយើងអាចចុច download style ទៅអញ្ចឹងវាដាក់មកវាមាន style បែបនេះអូខេអញ្ចឹងយើងអាច apply all មកឬក៏បើយើងមានច្រើនយើងអាច apply all អញ្ចឹងយើងអត់ទេយើងខ្វែងមកតែកន្លែងនេះវាមាន transaction មួយអូខេទៅមកទៀតយើងអាចចុចយើងអាចដាក់ចម្រៀងវាឧទាហរណ៍ចង់ដាក់ចម្រៀងដូចគ្នាធ្វើការចុច add sound នេះមកនេះចុច add sound video តែយើងមានស្រាប់នៅលើហ្នឹងឬក៏អ្នកទាំងគ្នាអាចយកពីណាមានកន្លែង hot នេះ Cambodia hot ហ្នឹងថ្មីក្តៅអូខេចឹងមាន favorite មាន recent ដែលយើងធ្លាប់ដាក់ហើយចឹងវា load មកឡើងហ្នឹងដែរចឹងយើងអាច add មកទីឲ្យខ្ញុំដាក់ upload មួយចុចលើវាមកនេះតោះនេះចង់ដាក់តែប៉ុណ្្នឹងចុចវាចូលដល់ទៀតចុចចម្រៀងទីឲ្យចុចនេះគេមកហើយអូខេចុចប៉ុណ្្នឹងមកអូខេប៉ុណ្្នឹងអូខេហើយចុចវាចូលហើយយើងសាកបើកសំឡេងតិចមើលនេះចូលហើយគេមកនេះគេហ៎ចឹងគេមកហើយវាជាប់ហើយអ្នកនរគ្នាចឹងនេះអាចធ្វើការ replace ចម្រៀងបានតែយើងចុច replace ឡើងនេះមកហើយយើង add ថ្មីមកឬឆ្នាំថ្មីទៅលេងស្រុកអញ្ចឹងប៉ុណ្ណឹងមកវា load ចូលហើយឆ្នាំថ្មីទៅលេងស្រុកអូខេចឹងយើងអាចសេរី volume លើនឹងបានសេរីឡើងចុះអីអ្នកនរគ្នាសេរីទៅខ្លាំងខ្សោយអីណាអូខេអញ្ចឹងយើងចុចសញ្ញាព្រួយចុះក្រោមវិញយើងចុចលើរូបភាពចុចលើរូបវីដេអូរបស់យើងសិនអូខេអញ្ចឹងយើងអាចសេរី speed វីដេអូលឿនខ្លាំងខ្សោយលើហ្នឹងអ្នកនរគ្នាអូខេហើយយើងអាចសេរី speed យើងអាច crop វីដេអូក្របឲ្យវាចេញពីតម្រងបែបណាដែលអ្នកចង់ក្របអញ្ចឹងមានឈរបែបនេះឬក៏បែបនេះ straight បែបនេះយើងអាចធ្វើបានពេលក្របហើយអ្នកទាំងគ្នាចុច save មកទីខ្ញុំក្របបែបនេះចុច save មកគេតម្រងវាមកបែបហ្នឹងអូខេអញ្ចឹងអាផ្សេងទៀតគឺអត់ក្របគឺអត់ចេញទេហើយអ្នកទាំងគ្នាអាចធ្វើការដាក់ fake លើនឹង fake លើវីដេអូរបស់នេះវាបេះដូងអីហ្នឹងទៅអូខេនេះវីដេអូយើងទៅហើយចុច text មកអូខេអញ្ចឹង fake របស់យើងជាប់យើងអញ្ចឹងយើងចុចលើវីដេអូរបស់យើងទៀតមកយើងអាចចុចដាក់ animation ដាក់កាត់ background ខាត់ឆ្អៅនេះយើងអាចខាត់ឆ្អៅ
វាអាចដាក់ stroke ដែរអីចឹងណាអ្នកទាំងគ្នានេះវាកាត់ហើយអ្នកទាំងគ្នាបងកាត់ background អូខេចឹងវីដេអូល្ងាចឈឹងអូខេវីដេអូល្ងាចឈឹងហើយជាអាចកាត់បែបហ្នឹងចឹងនេះវីដេអូល្ងាចឈឹងហើយយើងអាចដាក់ stroke លើវីដេអូរបស់យើងទៀតឥឡូវនេះយើងកាត់ហ្នឹងយើងអាចដាក់ stroke បានជាបែបនេះហើយអ្នកទាំងគ្នា thích មកហេចឹងវីដេអូរបស់យើងនេះឃើញអត់និយាយជាទម្រង់បែបហ្នឹងអូខេហើយយើងចុច thích មកយើងគិតថាអូខេវីដេអូរបស់យើងនិយាយអត់លុយមែនតើអានេះធម្មតាតែទៅពេលអានេះខ្មៅទៅពេល transition មកចេះហើយយើងអាចដាក់ sticker ដាក់ overlay មានថាយើង add វីដេអូដាក់លើនឹងបន្ថែមនេះទាំងនេះវីដេអូណាផ្សេងដាក់ពីលើហ្នឹងទៀតណាធ្វើមកអញ្ចឹងយើងអាច overlay វីដេអូហ្នឹងអូខេវីដេអូហ្នឹងថាដូចវីដេអូយើងមើលអញ្ចឹងនេះទាំងនេះអាវីដេអូគេកាត់វាថាគេធ្វើនេះទាំងនេះឃើញអាវីដេអូមួយនៅខាងក្រោយវីដេអូមួយនៅខាងមុខអញ្ចឹងយើងអាចដាក់ overlay បែបហ្នឹងបានអូខេចេញចុចលើវីដេអូរបស់យើងទៀតមកយើងអាចនេះដល់គ្នាអាចមើលគឺមានច្រើនមែនទៀតមានច្រើនទៀតតែខ្ញុំសូមបង្ហាញអ្នកដល់គ្នា true ប៉ុណ្្នឹងទេអ្នកដល់គ្នាយើងអាចធ្វើការត្រឡប់វីដេអូ reverse វីដេអូឲ្យបានទាំងអស់អូខេ Stray Compass Opus វាច្បាស់ឬក៏នេះ Opus opacity វាច្បាស់ឬក៏មិនច្បាស់ខ្ញុំឲ្យស្រីតហើយចុច thích មកអញ្ចឹងបើសិនមកអ្នកទាំងគ្នាគាត់ថាវីដេអូប៉ុណ្ណឹងសមរម្យហើយអ្នកអាចចុចសញ្ញាព្រួយទៅខាងមុខទៅដើម្បីធ្វើការ upload យើង say caption ឬ hashtag អីទៅដើម្បីធ្វើការ upload បានអញ្ចឹងអ្នកទាំងអត់ចង់សរសេរទេអ្នកទាំងចុចសញ្ញាទៅមុខមកផុសមកអូខេទៅប៉ុណ្ណឹងអំពីរបៀបក្នុងការ upload វីដេអូក្នុង TikTok ហើយយើងអាចធ្វើការកាត់នៅលើ TikTok បានដោយយើងមិនចាំបាច់ប្រើកម្មវិធីផ្សេងជំនួយទេក្នុង TikTok យើងអាចកាត់វីដេអូបានយ៉ាងងាយអូខេអញ្ចឹងវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាកុំឲ្យវិញពេកហើយយើងអាចទៅ check មើលនៅពេលដែលយើង upload ហើយអ្នកនរគ្នាហើយវីដេអូដែលយើងបានកាត់អាច upload ក្នុង TikTok ហ្នឹងវាក៏មាន store និង gallery របស់យើងដែរអូខេ gallery របស់យើងគឺមានវីដេអូនឹងជាប់ដែរវាបាន load វីដេអូនឹងមកមួយដែរអ្នកនរគ្នាឃើញនេះអូខេនេះដល់ឃើញអត់អូខេដល់ពេលលុយអត់អូខេអញ្ចឹងយើងអាចយកវីដេអូហ្នឹងទៅធ្វើការ upload នៅលើ Facebook YouTube ឲ្យបានអត់ជាប់ logo អ្នកទាំងនេះអត់ជាប់ logo TikTok ទេអូខេចាអរគុណអ្នកទាំងនេះសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំអំពីរបៀបការកាត់វីដេអូនៅលើ TikTok អូខេអញ្ចឹងខ្ញុំសង្ឃឹមថាខ្សែវីដេអូនេះផ្ដល់ជាប្រយោជន៍ដល់អ្នកទាំងនេះដែលអត់ទាន់ចេះកាត់វីដេអូអាចប្រើកម្មវិធី TikTok កាត់វីដេអូបានហើយងាយអូខេចឹងជាចុងក្រោយអ្នកនរគ្នាកុំភ្លេចចុច Subscribe ចុច Share វីដេអូរបស់អ្នកដើម្បីទទួលបានវីដេអូថ្មីពី Channel របស់ខ្ញុំដូចជាការលើកទឹកចិត្តជាដើមអូខេអរគុណបាយបាយ